ថៃកំពុងពិចារណាអំពីការឡើងតុលាការអន្តរជាតិក្រោយឃើញកម្ពុជាមានទំនុកចិត្តខុសធម្មតាស្រាបៀគ្រុតរូបរាងថ្មីរឹតតែទាន់សម័យរឹតតែចំគោះនៅតែលុយពិសាដោយការទទួលខុសត្រូវអ្នកជំនាញខាងកិច្ចការនយោបាយសន្តិសុខជាតិនិងកិច្ចការបរទេសថៃបានដាស់តឿនដល់រដ្ឋាភិបាលរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នមុនពេលសម្រេចចិត្តឡើងតុលាការលើកឡើងបែបនេះបន្ទាប់ពីគេសង្កេតឃើញថាកម្ពុជាមានទំនុកចិត្តខុសពីធម្មតាក្នុងការបបួលថៃទៅតុលាការយុត្តិធម៌អន្តរជាតិនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ PPTV HD 36ចុះផ្សាយកាលពីថ្ងៃច័ន្ទម្សិលមិញនេះលោកសាស្ត្រាចារ្យផានីឋានវឌ្ឍនាយកនដែលជាអ្នកជំនាញខាងកិច្ចការនយោបាយសន្តិសុខជាតិនិងកិច្ចការបរទេសថៃបានវិភាគពីចំហរបស់កម្ពុជាក្នុងការបញ្ចប់បញ្ហាព្រំដែនជាមួយថៃហើយនេះគឺជាលើកទី3ហើយដែលកម្ពុជាបបួលថៃទៅតុលាការអន្តរជាតិសំណុំរឿងពីមុនដែលបានប្តឹងទៅតុលាការអន្តរជាតិគឺភាគីថៃជាអ្នកចាញ់ទាំងពីរលើកលោកផានីឋានប្រមានថាថៃត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនព្រោះកម្ពុជាហាក់មានការជឿជាក់លើរឿងអ្វីមួយដែលថៃអាចយល់មិនដល់មួយវិញទៀតកម្ពុជាជាប្រទេសដែលសម្បូរសម្ព័ន្ធមិត្តដូច្នេះគោលនយោបាយការទូតកម្ពុជាលើកនេះថៃពិបាកនឹងប៉ាន់ស្មានណាស់លោកបានបន្តថាថៃត្រូវវិយតម្លៃឲ្យបានហ្មត់ចត់ថាគួរទៅដោះស្រាយនៅតុលាការអន្តរជាតិឬអត់ព្រោះកាលពីអតីតឯកសារនិងភស្តុតាងនានាដែលភាគីថៃបញ្ជូនទៅតុលាការអន្តរជាតិមិនបានសំបីតែយកទៅពិចារណាបើតាមទស្សនៈខ្ញុំថាគួរឡើងតុលាការឬអត់នោះខ្ញុំគិតថាគួរតែមើលក្រុមអ្នកច្បាប់របស់យើងជាមុនសិនប៉ុន្តែបើក្រឡេកមើលពីហានិភ័យនិងអកប្បកិរិយារបស់ភាគីកម្ពុជាចំពោះបញ្ហាលើកនេះហាក់មានទំនុកចិត្តខុសពីធម្មតាព្រោះសាកគិតទៅមើលបើគេគ្មានទំនុកចិត្តតើគេអស់យើងឡើងតុលាការធ្វើអ្វីទាំងនេះគឺជាពាក្យសម្ដីរបស់លោកផានីឋានវឌ្ឍនាយកនដែលបាននិយាយទៅកាន់អ្នកសារព័ត៌មានគួររំលឹកថាស្ថានភាពតានតឹងលើបញ្ហាព្រំដែនរវាងកម្ពុជានិងថៃបែបនេះគឺកើតមានបន្ទាប់ពីទ័ពថៃបានឆ្មក់ចូលបាញ់ប្រហារទាហានខ្មែរនៅតំបន់មុំបីក្នុងស្រុកជាំខ្សាន់ខេត្តព្រះវិហារកាលពីថ្ងៃទី28ខែឧសភាដែលធ្វើឲ្យស្ថានភាពព្រំដែនកម្ពុជាថៃកើនឡើងកម្ដៅខ្លាំងខណៈពេលនេះកម្ពុជាកំពុងទាមទារឲ្យថៃទទួលខុសត្រូវចំពោះការស្លាប់របស់ទាហានខ្មែរមួយរូបនិងត្រៀមយកករណីចំនួនព្រំដែននេះឡើងទៅតុលាការអន្តរជាតិ ICJ នៅទីក្រុងឡាអេប្រទេសហូឡង់ផងដែរ